នៅវេលាល្ងាចថ្ងៃសុក្រទី19ខែមិថុនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅនេះខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយឯកឧត្តមអនុធិនឆាន់វីរៈគុលនាយករដ្ឋមន្ត្រីថៃនៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ីខ្ញុំបានលើកឡើងនៅចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ1កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ2ពាក់ព័ន្ធនឹងព្រំដែនសមុទ្រគឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោម UN Clause ដែលបាននឹងកំពុងដំណើរការ3ពាក់ព័ន្ធនឹងព្រំដែនគោកកម្ពុជាមកដល់ពេលនេះនៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ប៉ុន្តែកម្ពុជាជំរុញឲ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ថៃនិងជំរុញឲ្យចាប់ផ្ដើមដំណើរការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025ចំណុចទី3ដែលភាគីទាំងពីរបានចុះហត្ថលេខា4ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោកមិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ